បាទជំរាបសួរបងនេះជាវីដេអូនៃការ check ប្រតិបត្តិការនៃការដក stock ឬក៏ការកែ stock របស់យើងតាមរយៈ code issue បងបាទបើបងចង់ check report តាមថ្ងៃចន្លងថ្ងៃដែលបង filter យកមកហ្នឹងបងបានធ្វើ code issue ប្រមាណទៅលើ item អីខ្លះអញ្ចឹងបងអាច check បានអញ្ចឹងដើម្បីបងអាច check បានទី1បងត្រូវចូលពាក្យ report បាទ report ហើយបងយកពាក្យ inventory បងចុចលើ inventory មកបង scroll ចុះក្រោមបាទហើយបងឃើញពាក្យមួយថា code issue បាទបង check ទៅលើ code issue ហ្នឹងបាទចឹងនៅ code issue នេះយើងមានថ្ងៃមានន័យថាបងចង់មើលប្រតិបត្តិការដែលបងធ្វើ code issue ហ្នឹងចាប់ពីថ្ងៃណាដល់ថ្ងៃណាអញ្ចឹងថ្ងៃចាប់ផ្ដើមនេះបងអាចចុចលើ button ហើយបងរើសថ្ងៃបើបងចង់មើលពីថ្ងៃណាដល់ថ្ងៃណាអញ្ចឹងតែខ្ញុំចង់មើលពីថ្ងៃ1បាទហើយរហូតដល់ថ្ងៃ date to នេះគឺថ្ងៃបញ្ចប់អញ្ចឹងរហូតដល់ថ្ងៃណាអញ្ចឹងថាថ្ងៃបងចុចលើ button មកចុចថ្ងៃ10អញ្ចឹងមានន័យថាខ្ញុំចង់មើល report ចាប់ពីថ្ងៃ1ដល់ថ្ងៃ10ខ្ញុំបានធ្វើ code issue ប្រមាណ invoice ហើយ code issue ទៅលើ item អីខ្លះបងអញ្ចឹងបងចុចហើយបង filter មកបាទហើយបងចង់ដឹងថា item អីខ្លះទៀតបងត្រូវចុចពាក្យ expand ចុចលើ expand មកអញ្ចឹងពេលហ្នឹងវានឹងសម្រាយអញ្ចឹងនេះជាលេខ invoice ដែលបងបានធ្វើ code issue ចេញបាទហើយទៅកន្លែងនេះមានថ្ងៃមានខែមានឆ្នាំរបស់បងហើយឆ្នាំដែលបងបានធ្វើ code issue ហើយទៅលើ item អញ្ចឹងនេះជាលេខ code item ឈ្មោះ item ហើយចំនួន stock មានន័យថាបងបានធ្វើ code issue ចេញទៅលើ item កូកាហ្នឹងចំនួនប្រមាណបាទហើយanswer y នេះចំនួនប្រមាណអញ្ចឹងនេះខ្ញុំបានធ្វើ code issue ចេញទៅលើប្រភេទកូកានេះចំនួន4កំប៉ុងហើយ code issue ចេញទៅលើប្រភេទ answer y នេះចំនួន6 unit បាទអញ្ចឹងមានន័យថាខ្ញុំបានដក stock ចេញកូកាហ្នឹង6កំប៉ុងហើយទៅលើប្រភេទ answer y ហ្នឹងចំនួន6 unit អញ្ចឹងបាទអញ្ចឹងអាហ្នឹងជា report ដែលយើងអាច check ដឹងថាយើងបានធ្វើ code issue ប្រមាណដងនិងទៅលើ item ហ្នឹងប្រមាណកំប៉ុងអីខ្លះអញ្ចឹងហ្មង